ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកនៅការហ្វឹកហាត់ធ្វើយ៉ាងម៉េចដើម្បីឲ្យអក្សរយើងស្អាតហើយការហ្វឹកហាត់សរសេរឲ្យស្អាតនេះគឺយើងមានទម្រង់ខុសៗគ្នាច្រើនបងប្អូនខ្លះគាត់មានទម្រង់ហ្វឹកហាត់សរសេរអក្សរបែបមូលបែបជ្រុងហើយគឺខ្ញុំមកនេះគឺខ្ញុំចែករំលែកបទពិសោធន៍មួយចំនួនដែលមានបងប្អូនជាច្រើនបានសួរខ្ញុំថាធ្វើម៉េចដើម្បីឲ្យអក្សររបស់យើងសរសេរទៅស្អាតមើលទៅឲ្យមានសោភ័ណភាពមើលទៅគឺគេអាចទទួលយកបានបងប្អូនទាំងអស់គ្នាអាចតាមដានទស្សនានៅវីដេអូដែលខ្ញុំបង្ហាញទាំងអស់គ្នានៅកលឹះមួយចំនួនដូចតទៅនៅក្នុងវិធីសាស្ត្រនៃការសរសេរអក្សរឲ្យស្អាតនេះគឺខ្ញុំមាន5ដំណាក់កាលដើម្បីឲ្យបងប្អូនយកទៅអនុវត្តតាមទី1បងប្អូនទាំងអស់គ្នាត្រូវជ្រើសរើសយកសៀវភៅឬក៏กระดาษរាមណាមួយដែលបងប្អូនគិតថាវាងាយស្រួលនៅក្នុងការសរសេរទៅវាមិនដាមសរសេរទៅវាមិនត្រុតខ្លាំងពេកហើយសរសេរទៅវាអាចរអិលស្រួលกระดาษសៀវភៅក៏ដូចគ្នាដែរបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនជ្រើសរើសយកกระดาษសៀវភៅដែលរឹងពេកឬក៏ដែលទន់ពេកធ្វើឲ្យការសរសេររបស់យើងវាមិនមានភាពរលូននោះទេអាហ្នឹងចំណុចទី1ចំណុចទី2គឺបងប្អូនទាំងអស់គ្នាក៏ត្រូវការជ្រើសរើសយកប៊ិចដែរបងប្អូនជ្រើសរើសយកប៊ិចណាដែលងាយស្រួលកាន់มันតូចពេកมันធំពេកហើយក៏មិនធ្ងន់ពេកដែរណាហើយការកាន់ប៊ិចហ្នឹងដែរបងប្អូនទាំងអស់គ្នាក៏មិនត្រូវកាន់សង្កត់ខ្លាំងដែរមកល្មមកម្លាំងដៃរបស់យើងដែលយើងសរសេរទៅมันធ្វើឲ្យយើងហ្នឹងរួយដៃឆាប់រួយដៃហើយចំណុចទី3បងប្អូនទាំងអស់គ្នាត្រូវជ្រើសរើសម៉ូដអក្សរឬអ្នកណាដែលមានអក្សរស្អាតចូលមកវឹកហាត់សរសេរតាមអក្សររបស់គាត់យើងឧបមាថាបងប្អូនពេញចិត្តអក្សរកបុគ្គលកអញ្ចឹងបងប្អូនត្រូវតែយកបុគ្គលកហ្នឹងជាគំរូវឹកហាត់សរសេរតាមគាត់ដែលបងប្អូនគាត់ថាអក្សរគាត់ស្អាតហើយនោះហើយទី4ចំណុចទី4ដែលបងប្អូនត្រូវតែធ្វើហ្នឹងជារឿងចាំបាច់ហ្នឹងគឺព្យាយាមសរសេរអក្សរតាមដែលបងប្អូនគិតថាម៉ូដនឹងស្អាតហើយគឺបងប្អូនត្រូវតែសរសេរព្យាយាមសរសេរបានរឿយរៀងរាល់ថ្ងៃហើយការសរសេរអក្សរស្អាតនេះមិនមែនចាប់ផ្ដើមតែមួយថ្ងៃ2ថ្ងៃ3ថ្ងៃនោះទេគឺវាទាមទារពេលវេលាឲ្យបងប្អូនវឹកហាត់សរសេរឲ្យបានរឿយប្រចាំថ្ងៃហើយមួយទៀតគឺដែលបងប្អូនគិតថាបើសិនជាអក្សរណាមួយនៅក្នុងចំណោម33តួនេះបងប្អូនគិតថាវាពិបាកបងប្អូនអាចវឹកហាត់សរសេរអក្សរមួយហ្នឹងដែលបងប្អូនគិតថាពិបាកហ្នឹងគឺវឹកហាត់សរសេរវាឲ្យបាន100 200ចប់300ចប់រហូតដល់បងប្អូនទាំងអស់គ្នាពេញចិត្តនៅអក្សរខ្លួនឯងគិតថាវាអាចទទួលយកបានហើយយើងអាចវឹកហាត់អាចទាញដៃឲ្យយើងសរសេរម៉ូដនឹងបានហើយបងប្អូនអាច select យក mode ដែលបងប្អូនជ្រើសរើសចុងក្រោយនឹងបានហើយមួយទៀតចំណុចទី5នោះបងប្អូនទាំងអស់គ្នាគឺបងប្អូនអាចសរសេរជាប្រយោគខ្លីៗឲ្យបានច្រើនហើយបងប្អូននៅពេលដែលបងប្អូនសរសេរហ្នឹងជាជួរជាមកផ្ទាត់ហ្នឹងបងប្អូនទាំងអស់គ្នាអាចselect មើលថាពីមួយថ្ងៃទៅមួយថ្ងៃអក្សរយើងមានការវិវត្តនៅបើថាមិនទាន់មានការវិវត្តទេព្យាយាមទៀតបងប្អូនព្យាយាមវឹកហាត់ឲ្យបានរាល់ថ្ងៃទៅនោះបងប្អូននឹងទទួលបានលទ្ធផលល្អទោះបីជាបងប្អូនមិនស្អាតដូច idol របស់យើងដែលយើងវឹកហាត់តាមនោះក៏វាបានត្រឹម 70-80% នៃការសរសេររបស់គាត់ដែរហើយចំណុចមួយទៀតដែលខ្ញុំចង់ចែករំលែកដែរនោះគឺមិនថាអក្សរស្អាតឬមិនស្អាតទេកាលណាដែលយើងមានរបៀបរៀបរយនៅក្នុងការសរសេរនោះអក្សររបស់យើងមិនស្អាតក៏មើលទៅក៏មានសោភ័ណភាពមើលទៅតាក់ទាញមើលទៅស្អាតដែរហើយនេះជាវិធីសាស្ត្រមួយចំនួនដែលខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នាអាចយកទៅវឹកហាត់រៀនតាមបាន
ចំណុចណាដែលបងប្អូនគិតថាមានប្រយោជន៍បងប្អូនអាចរៀនតាមបានបងប្អូនអាចយកទៅរៀនតាមចោះតែបើសិនជាចំណុចណាដែលបងប្អូនគិតថាវាមិនល្អវាមិនស័ក្តិសមទេបងប្អូនកាត់វាចោលអូសវាចោលទៅអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត